អ្នកទាំងអស់គ្នានៅតាកែវមានកន្លែងហូបអីឆ្ងាញ់ឆ្ងាញ់ឬក៏មានកន្លែងដើរលេងចិត្តទីរំខានហ្នឹងចាំជួយខមមិនប្រាប់ផងខ្ញុំអត់ស្គាល់ទេឥឡូវខ្ញុំមកដល់ខួរកំពង់មូលទី1កំពង់មូលបត់ទៅខាងអង្គតាសោមតិចទៀតយើងដល់ទីរំខេតតាកែវហើយមកដល់នេះម៉ោង9ជាង10ក្តៅមែនតើអ្នកទាំងអស់គ្នាក្តៅណាស់ក្តៅមែនតើវេសួស្តីអ្នកទាំងអស់គ្នាហើយលើកទី2ខ្ញុំមកដល់តាកែវលើកទី1ក្នុង2018ប៉ុន្តែយើងមកអត់បានឈប់លេងអីនៅតាកែវហ្នឹងទេយើងហួសទៅកពតប៉ុន្តែលើកនេះយើងមកត្រឹមទីរំខេតខានមកយូរមានអារម្មណ៍ថាប្លែកទៅហើយនៅចិត្តកំពង់មូលនេះគេដាំដើមឈើនេះទៅឃើញក្នុងវីដេអូហ្នឹងមកចាក់លហឹមចាក់មែនទេណាប៉ុន្តែនៅខាងក្រៅក្តៅប៉ុន្តែវាយើងចូលមកដល់ក្នុងបលុបដើមឈើនេះទៅវាត្រជាក់ហ្មងខ្យល់ហើយអ្នកទាំងអស់គ្នានៅតាកែវមានកន្លែងហូបអីឆ្ងាញ់ឆ្ងាញ់ឬក៏មានកន្លែងដើរលេងចិត្តទីរំខានហ្នឹងចាំជួយខមមិនប្រាប់ផងខ្ញុំអត់ស្គាល់ទេហើយខ្ញុំមកនេះគឺខ្ញុំជូនគ្រួសារខ្ញុំគាត់មករៀននៅទីរំខានហ្នឹងសាលានៅចិត្តវងមូហ្នឹងប៉ុន្តែគាត់ចូលរៀនហើយខ្ញុំអត់មានទៅរៀនអីទេខ្ញុំត្នេខ្ញុំជីកឆ្វែលមើលពេញហ្នឹងអញ្ចឹងណាដោយសារវាអត់ដឹងថាទៅណាទី1ទី2យើងវាអត់ស្គាល់ហ្មងវាអត់ស្គាល់នឹងអត់ដឹងទៅណាវាតែមួយនឹងឯងអញ្ចឹងក៏អង្គុយលេងនៅចិត្តមានឯករាជ្យនឹងមើលតោមើលឡានមើលទេសភាពអញ្ចឹងណាដោយសារយើងអត់ដែលឃើញដូចខ្ញុំនិយាយនៅក្បាលវីដេអូអញ្ចឹងខ្ញុំមកនេះវាទៅតែជាលើកទី2ទេហើយលើកទី1វគ្គមុនហ្នឹងគឺមកអត់ដឹងណាដឹងណីទេហើយវាក្នុង2018 19អីហ្នឹងល្បាក់ហ្នឹងអីហើយឥឡូវ2026ហើយខ្ញុំទៅតែមកម្ដងទៀតអញ្ចឹងវារំថារៀងប្លែកដែរហើយខំអង្គុយនេះគឺអង្គុយ search យកមើលហើយហាងកាហ្វេអង្គុយ search យកមើលហាងកាហ្វេអញ្ចឹងដឹងថានៅមួយជំនាញហ្នឹងមានហាងកាហ្វេណាដែលវាពេញនិយមហើយយើងអាចទៅអង្គុយលេងបានណាប៉ុន្តែជិះឆ្វែលមើលទៅវាមនុស្សច្រើនពេកឃើញប្រហែលហាងដែលចង់ចូលហើយមនុស្សច្រើនពេកក៏អត់ចូលទៅត្រឡប់មកកន្លែងវាមានឯករាជ្យនេះដដែលវិញមកកន្លែងចាស់មកអង្គុយលេងនៅនឹងដដែលចាញ់មកខាងក្រៅក្តៅអ្នកទាំងអស់គ្នាអើយក្តៅប៉ុន្តែនៅពេលដែលបានចូលមកក្នុងម្លប់ដើមឈើហ្នឹងត្រជាក់លហឹមហ្មងជាក់ស្រេបហ្មងវាមានខ្យល់មកបក់មកវូទៀតទ្រាំតែដល់គ្រួសារខ្ញុំគាត់ចេញហូបបាយខ្ញុំអង្គុយចាំនឹងរាប់ម៉ោងតែម៉ូតូហ្នឹងក្តៅងាងទុកហាលថ្ងៃហ្នឹងហើយបន្ទាប់ពីយើងអង្គុយចាំយូរហើយក៏ដល់ម៉ោងហូបបាយហូបទឹកយើងហូបបាយហើយគ្រួសារខ្ញុំគាត់ជូនមកអង្គុយនៅគេហៅមាត់ទន្លេនេះតកែវស្គាល់ហើយមាត់ទន្លេនៅចិត្តទីរំខេតហ្នឹងប៉ុន្តែដូចជាមិនដឹងថាទន្លេឬក៏បឹងអីទេមកស្រុកខ្ញុំដូចជាហៅបឹងហើយវាមិនមែនទន្លេមានតែទឹកហើយមានអីទឹកហើយមើលមានស្អីគេផលិតមានស្អីហើយអត់សូវមានទឹកស្រុកខ្ញុំដូចជាហៅបឹងនេះតែគេហៅទន្លេមាត់ទន្លេហ្នឹងគួយហ្នឹងក៏វារៀងក្តៅមកជុំងុំវាមានខ្យល់អញ្ចឹងវាអត់អីតែទេសភាពស្អាតអ្នកទាំងអស់គ្នាទេសភាពស្អាតមែនទែនបើសិនជាបានមកពេលល្ងាចហើយវីដេអូក្រោយខ្ញុំនឹងថតពេលមកហូបអីនៅមាត់ទន្លេមនុស្សច្រើនដែរតាហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះចាំជួបគ្នាវីដេអូក្រោយបន្តទៀតវីដេអូក្រោយជាវីដេអូមកហូបអីនៅ